ការប្រកួតដ៏ក្តៅគគុកបានត្រឡប់មកដល់ទៀតហើយបងប្អូនយប់នេះ admin មាន3គូពិសេសបាទធ្វើការវិភាគជូនបងប្អូនក្រុមហុងក្រហមលីវើពូលស្វាគមន៍ក្រុមខ្លាំងញយូយ៉ា West Ham មកចាស់ជើងឯកចាស់ Manchester City ត្រូវលេងទៅទឹកដី Ellen Road របស់ Leeds United ខណៈដែលក្លឹបអ្នកមានបុណ្យ Barcelona ត្រូវតទល់ជាមួយក្រុមខ្លាំង Villarreal សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយខ្ញុំបាទ MC កុសលគូទី1បាននៅ English Premier League រវាងក្រុម Liverpool ត្រូវប៉ះជាមួយនឹងក្រុម West Ham United ការប្រកួតលេងក្នុងទឹកដី Anfield របស់ហុងក្រហម Liverpool ពួកគេតែងតែមានព្រៀបខ្លាំងផ្អែកតាមស្ថិតិចុងក្រោយដែលជួបគ្នា Liverpool តែងតែធ្វើបានល្អជាងជាមួយនឹងក្រុមភ្ញៀវ West Ham ការរកគ្រាប់បាល់ដ៏ច្រើនជាមួយនឹង West Ham តំបន់ប្រយុទ្ធរបស់ពួកគេមានសន្ទុះខ្លាំងនិងមុតស្រួចយ៉ាងណាមិញ West Ham មិនមែនជាក្រុមដែលងាយស្រួលស៊ីនោះទេពួកគេតែងតែការពារបានល្អនិងវាបកបានលឿនដោយសារកម្លាំងចិត្តអ្នកគាំទ្រនិងគុណភាពកីឡាករ Admin គិតថា Liverpool នៅតែមានសង្ឃឹមខ្ពស់ក្នុងការយក3ពិន្ទុពី West Ham យប់នេះគូទី1នេះ Admin ទាយថា Liverpool នឹងឈ្នះទៅលើក្រុមញយូយ៉ា West Ham ដោយលទ្ធផល3-1 ខណៈដែលគូទី2រវាងក្រុម Leeds United បើទ្វារកីឡាដ្ឋាន Ellen Road ទទួលក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងតែស្ថិតនៅក្នុងទម្រង់លេងដ៏មុតស្រួចនិងកំពូលរួចទៅហើយពួកគេត្រូវការជ័យជំនះដាច់ខាតដើម្បីប្រជែងជើងឯកជាមួយនឹងក្រុមកំភ្លើងធំ Arsenal ចំណែកឯ Erling Haaland កំពុងតែត្រូវការគ្រាប់បាល់ជាខ្លាំងខណៈដែល Leeds United ទោះបីជាលេងក្នុងទឹកដី Ellen Road ដែលមានអ្នកគាំទ្រខ្លាំងក៏ដោយតែកម្រិតលេងនិងបច្ចេកទេសនិងតំបន់ការពារពួកគេស្ថិតនៅក្នុងចន្លោះប្រហោងជាច្រើនប្រវត្តិជួបគ្នា Manchester City តែងតែលុតទៅលើក្រុម Leeds United ដោយលទ្ធផលដាច់គ្រាប់យប់នេះ Man City អាចនឹងគ្រប់គ្រងក្នុងការប្រកួតនេះទាំងស្រុងតែម្ដង Admin ហ៊ានទាយថា Manchester City នឹងស៊ីដាច់គ្រាប់តដោយលទ្ធផល3-0នៅក្រៅទឹកដីចូលមកដល់គូចុងក្រោយការប្រកួតនៅលីកកំពូលរបស់អេស្ប៉ាញវិញម្ដងក្រុម Barcelona នឹងត្រូវតទល់ជាមួយនឹងក្រុម Villarreal នេះជាការប្រកួតដ៏តានតឹងនិងស្វិតស្វាញបំផុតក្នុងចំណោម3គូយប់នេះបងប្អូនក្រុម Barcelona កំពុងតែមានកម្លាំងចិត្តនឹងការលេងបានយ៉ាងល្អវិញតូចឡាម៉ាញ៉ាម៉ាល់ជាកម្លាំងដ៏សំខាន់សម្រាប់ក្រុម Barcelona យប់នេះផងដែរប៉ុន្តែពុំមើលរំលង Villarreal គឺជាក្រុមដែលរឹងមាំនិងពូកែលេងបាល់ទាត់បែបតាក់ទិកបំផុតពួកគេអាចនឹងវាយបកលឿនៗទៅលើក្រុម Barcelona បើសិនជាខ្សែការពារអាចនឹងចរលប្រហោងទោះជាយ៉ាងណាក្នុងទឹកដី Camp Nou របស់ Barcelona និងគុណភាពតំបន់បម្រើរបស់ Barcelona ហាក់នឹងមានប្រៀបជាងបន្តិចទៅហើយទៅលើក្រុម Villarreal សម្រាប់គូចុងក្រោយនេះ Admin ទាយថាក្រុម Barcelona នឹងឈ្នះទៅលើក្រុម Villarreal 2-1 យ៉ាងតាំងតឹងបំផុតសរុបលទ្ធផលយប់នេះ Admin ជឿជាក់លើក្រុមធំទាំង3តែម្ដងថានឹងយក3ពិន្ទុបានយប់នេះចុះបងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់ Admin កុំភ្លេច comment ក្រោមវីដេអូនេះទាំងអស់គ្នាបងប្អូនកុំភ្លេចជួយ like និង share និង subscribe channel Admin ដើម្បីទទួលបានការវិភាគបាល់ថ្មីៗរៀងរាល់ថ្ងៃ Admin សូមអរគុណជួបគ្នានៅវីដេអូក្រោយ